បានប្រាក់ចំណូលរឿងអីត្រូវរើសអើងភ្ញៀវបាទបងប្អូនជាទូទៅរស់ស៊ីចាញ់តែចង់បានការចំណេញជារឿងធម្មតាទេក៏ប៉ុន្តែមានកន្លែងមួយចំនួនហ្នឹងរើសអើងភ្ញៀវបាទរើសអើងភ្ញៀវយ៉ាងម៉េចទាំងការស្លៀកពាក់របស់ភ្ញៀវទាំងការនិយាយស្ដីរបស់ភ្ញៀវទាំងយានជំនិះរបស់ភ្ញៀវបាទជាក់ស្ដែងឧទាហរណ៍ដូចជាពូមួយគាត់ទៅទិញម៉ូតូ2 3កន្លែងបាទកន្លែងខ្លះអត់និយាយជាមួយគាត់ទេកន្លែងខ្លះហ្នឹងគាត់សួររកតម្លៃ500ទៅ600ហ្នឹងប្រាប់គាត់ថាតម្លៃហ្នឹងទៅទិញនៅកន្លែងអេតចាយបាទប៉ុន្តែមកកន្លែងហាងខ្ញុំហ្នឹងពេលដែលគាត់មកយើងរាក់ទាក់គាត់យើងស្វាគមន៍គាត់យកទឹកត្រជាក់ទឹកអីគាត់ញ៉ាំគាត់កក់ក្ដៅអញ្ចឹងទំនុកចិត្តរបស់គាត់ទិញម៉ូតូមួយហើយមួយទៀតរហូតដល់5ទៅ6គ្រឿងបាទក្រុមគ្រួសារគាត់ទិញទាំងអស់អញ្ចឹងបងប្អូនការរើសអើងភ្ញៀវជួនកាលជាក់ស្ដែងគាត់មិនរើសអើងទេដោយសារជួនកាលគាត់មានរវល់មែនទែនបាទរវល់ឆាតជាមួយនឹងភ្ញៀវឬក៏រវល់ជាប់ភ្ញៀវហើយដល់ពេលអញ្ចឹងទៅដល់ពេលមានភ្ញៀវទៅក៏អត់បានមើលឃើញជាក់ស្ដែងដែរអាហ្នឹងយើងមិនមែនកំហុសទាំងសងខាងទេបាទយើងថ្លឹងថ្លែងទាំងហាងយើងថ្លឹងថ្លែងទាំងអតិថិជនបាទចំណែកហាងខ្លះក៏គាត់ជាក់ស្ដែងគឺគាត់រើសអើងភ្ញៀវមែនបាទគាត់នៅឃើញភ្ញៀវស្លៀកពាក់ខោអាវសមរម្យមិនសមរម្យក៏គាត់ការនិយាយស្ដីរបស់គាត់ទឹកមុខរបស់គាត់ក៏ខុសពីធម្មតាទៅតាមភាពជាក់ស្ដែងអញ្ចឹងទៅប៉ុន្តែជាទូទៅទៅតងនឹងការរស់ស៊ីបងប្អូនឲ្យតែភ្ញៀវទៅគឺគាត់មានលុយហើយគាត់ទៅស៊ូទោះជាគាត់ស្លៀកពាក់យ៉ាងណាយ៉ាងណីទោះជាអេយ៉ាបតទោះជាគាត់អ្វីដែលជាជំនិះរបស់គាត់ទៅយ៉ាងណាយ៉ាងណីគឺយើងត្រូវព្យាយាមឲ្យតម្លៃនឹងការនិយាយស្ដីការគោរពភ្ញៀវឲ្យស្មើគ្នាបាទទាំងភ្ញៀវឡូយឆាយទាំងភ្ញៀវតាមធម្មតាបើជាទូទៅអ្នកមានទំនិញរបស់អ្នកមានគឺដាច់ជាមួយនឹងទំនិញរបស់អ្នកស្រុកស្រែបើសិនយើងប្រកាន់ថាអ្នកមានយើងប្រកាន់ថាអ្នកក្រប្រកាន់ថាអ្នកក្រុងប្រកាន់ថាអ្នកស្រុកអ្នកស្រែបាទគឺប្រកាន់អញ្ចឹងអត់ត្រូវទេឲ្យតែបងប្អូនណាមានលុយទិញគឺសិតតែជាភ្ញៀវយើងទាំងអស់យើងឲ្យតម្លៃភ្ញៀវស្មើគ្នាដល់ពេលដែលយើងស្រឡាញ់ភ្ញៀវស្មើនឹងស្រឡាញ់ប្រាក់ចំណេញស្មើនឹងស្រឡាញ់ប្រាក់ចំណូលហើយនៅពេលដែលយើងលក់របស់ឲ្យមានគុណភាពដល់គាត់អញ្ចឹងពេលណាដែលគាត់ទុកចិត្តយើងគាត់នៅជាមួយយើងគាត់ទទួលសេវាកម្មរបស់យើងអញ្ចឹងយើងមិនបានចំណេញបាទក្រុមហ៊ុនរបស់យើងអាជីវកម្មរបស់យើងមិនកាន់តែបានផលមិនកាន់តែរីកដុះដាលអញ្ចឹងអតិថិជនក៏មានទំនុកចិត្តគាត់យករបស់ប្រើប្រាស់ទៅរបស់ទិញដូររបស់អីទៅដែលមានគុណភាពហើយគាត់ក៏នៅជាមួយយើងក៏ទទួលបានប្រាក់ចំណេញពីគាត់ប្រាក់កម្រៃពីគាត់ដែរអញ្ចឹងនេះគឺទាំងសងខាងបងប្អូនអញ្ចឹងអរិយាប័ត្រដែលយើងជួនកាលយើងមានរវល់មែនជួនកាលគាត់ជាប់ភ្ញៀវមែនជួនកាលមានការរើសអើងជាមែនអរិយាប័ត្រហ្នឹងបងប្អូនត្រូវតែចេះថ្លឹងថ្លែងបាទព្រោះអីភ្ញៀវគឺជាឆ្នាំងបាយរបស់យើងបាទអញ្ចឹងភ្ញៀវល្អភ្ញៀវអាក្រក់យើងមិនគូវាយតម្លៃយើងមិនគូវាចាអសរោះឬក៏ពាក្យសម្ដីមិនសមរម្យអញ្ចឹងទេបាទគឺបញ្ហាភ្ញៀវមើលសម្បកក្រៅបងប្អូនគួរតែជិះវៀងកន្លែងហ្នឹងឲ្យតម្លៃភ្ញៀវស្មើគ្នាបាទទាំងការនិយាយស្ដីក្រមសីលធម៌សុជីវធម៌ចំពោះភ្ញៀវគឺយើងត្រូវតែស្មើគ្នាទាំងអស់បាទអរគុណច្រើន